Chuyện xưaបងប្អូនទាំងអស់គ្នាចាំមេរៀនមុនយើងបានរៀនហើយពីរបៀបនៃការឆ្លើយ auto reply comment ក៏ដូចជារបៀបការដែលយើងដឹងពីរបៀបការដាក់ប្រភេទប៊ូតុងក៏ដូចជារបៀបការដាក់ quick reply អញ្ចឹងមេរៀននេះខ្ញុំធ្វើការបង្ហាញពីរបៀបការឲ្យ page របស់យើងនឹងចេះធ្វើការ follow up ភ្ញៀវឬក៏យើងធ្វើការផ្ញើសាររំលឹកទៅភ្ញៀវនៅពេលដែលភ្ញៀវគាត់បានឆាតមកយើងហើយណាអញ្ចឹងយើងលក្ខខណ្ឌនេះគឺយើងអាចដាក់សម្រាប់នៅពេលដែលភ្ញៀវគាត់ឆាតមកយើងទៀតឥឡូវគាត់បានឆាតជាមួយយើងហើយបន្ទាប់មករយៈពេល1ម៉ោងឬក៏2ម៉ោងឬក៏1ថ្ងៃ2ថ្ងៃឬមួយអាទិត្យ2អាទិត្យបន្ទាប់ទៀតយើងឲ្យ page យើងហ្នឹងគឺធ្វើការផ្ញើសារគាត់ដោយផ្ញើសារទៅគាត់ណាដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងមេរៀននេះយើងសិក្សាបន្ថែមពីរបៀបការកំណត់តើធ្វើម៉េចឲ្យ page របស់យើងហ្នឹងចេះផ្ញើសារទៅគាត់ចេះរំលឹកគាត់ឬក៏ចេះ follow up គាត់ដោយ automatic ដោយវិធីណាតោះអញ្ចឹងតើតងជាមួយមុខងារនេះបើតើយើងធៀបជាមួយនឹង Facebook យើងទូទៅគឺយើងអត់មានទេប៉ុន្តែក្នុង system គឺយើងមានណាយើងអាចឲ្យ page យើងចេះសុកផ្ញើទៅគេដោយស្វ័យប្រវត្តិតែម្ដងហ្នឹងហើយតើអញ្ចឹងដើម្បីប្រើមុខងារដោយវិធីណាសូមទៅ website យើងទាំងអស់គ្នាហើយយើងចាប់ផ្ដើមរៀនទាំងអស់គ្នាតែម្ដងតើអញ្ចឹងដើម្បីធ្វើបានគឺយើងត្រូវចូលមកគេតំព័រយន្តរៈហ្នឹងចូលតឆាត AI ហើយអ្វីត្រូវមានគឺយើងមានគណនីតឆាតគណនីជាមួយតឆាតដដែលមកហើយបន្តមកទៀតគឺយើងចូលមកកន្លែងនេះយើងចូលមក board manager អញ្ចឹងចូលនៅក្នុង board manager យើងអាចបង្កើតនឹងកន្លែងណាក៏បានដែរកន្លែងមុខងារហ្នឹងណាហ្នឹងហើយយើងបង្កើតយក flow មួយណាដែលយើងបានបង្កើតហើយហ្នឹងក៏បានដែរអញ្ចឹងតើតងជាមួយការបង្កើតហ្នឹងគឺមានលក្ខណៈងាយស្រួលទេយើងគ្រាន់តែចូល board manager បន្តចូលទៅ page របស់យើង page មួយណាយើងចង់ធ្វើណាអញ្ចឹងតើតងជាមួយការបង្កើតយើងដឹងហើយយើងដឹងហើយថាប្រភេទ flow យើងមានយើងចេះបង្កើត flow ហើយអញ្ចឹង flow យើងមាន1មាន2មាន3អញ្ចឹងទៅហើយបន្តមកទៀតយើងមានកន្លែង get start នេះមួយទៀតមកកន្លែង get start នេះណាអញ្ចឹងតើតងជាមួយកន្លែងនេះយើងចង់ដាក់នៅក្នុងចំណោមទាំងអស់ហ្នឹងណាយើងបង្កើតនៅកន្លែងណាមួយក៏បានដែរឲ្យយើងគិតថាអូវាស្រួលស្រាប់ខាងយើងអាចដាក់ប្រើបានបន្តយើងចូលមកកែមុខងារមួយហ្នឹងឲ្យវាដំណើរការបានដូចគ្នាដែរទៅអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំសូមចូលទៅកែទៅលើ get start តែម្ដងណាហ្នឹងហើយប៉ុន្តែអ្នកនរគ្នាបញ្ជាក់ហ្នឹងយើងចង់កែកន្លែងណាក៏បានដែរអញ្ចឹងខ្ញុំសូមចូលកែ get start ខ្ញុំចុចលើ page ហើយបន្តយើងចូលលើ action ប៊ូតុង setting ហើយយើងចូលមក get start template អញ្ចឹងនៅពេលយើងចូលមកកែកន្លែង get start អញ្ចឹងយើងចូលមកកែ get start យើងនឹងចាប់ផ្ដើមចាំតិចសិនរងចាំតិចសិនឲ្យអ៊ីនធឺណិតតិចមកតិចសិនបាទអញ្ចឹងយើងនឹងចាប់ផ្ដើមទាញយក flow យើងដែលយើងបានបង្កើតនេះ flow យើងបានបង្កើតនេះហើយទាំងអស់ហ្នឹងណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះគឺយើងចុចកន្លែងនេះចុចកន្លែងនេះអ្នកនរគ្នាចំណាំណាកន្លែងហ្នឹងគឺយើងប្រើបានចំពោះនេះកន្លែង start flow ឯងអញ្ចឹងគ្រប់ flow ទាំងអស់គឺយើងមានកន្លែង start flow ហ្នឹងអញ្ចឹងខ្ញុំសូមចូលកន្លែងនេះមកខ្ញុំចូលកន្លែងនេះមកនេះខ្ញុំចូលអីគេខ្ញុំចូលក្នុងឆ្នាំមួយនេះខ្ញុំចូល edit មួយណាក៏បានដែរកន្លែង flow នេះក៏បានដែរដូចគ្នាអញ្ចឹងគ្រប់ flow ទាំងអស់គឺយើងមានកន្លែង start flow កន្លែង start flow នេះដូចគ្នាអញ្ចឹងអត់ខុសគ្នាទេកន្លែងគ្រប់ flow ទាំងអស់គឺមានបន្ថែមចូល get start ឬក៏ចូល flow មួយណាយើងបង្កើតទៅគឺមានដូចគ្នាអញ្ចឹងដែលជាមូលហេតុខ្ញុំថាអ្នកទាំងអស់គ្នាបង្កើតមួយណាក៏បានដែរចាំបង្កើតកន្លែង auto reply comment នេះក៏បានយើងចាំបង្កើតកន្លែង get start ក៏បានដែរអញ្ចឹងឥឡូវដើម្បីកុំឲ្យខាតពេកខ្ញុំសូមចូលទៅកន្លែង get start តែម្ដងទៅហ្នឹងហើយអញ្ចឹងដើម្បីចូលកែកន្លែងហ្នឹងបានគឺយើងទាញមកយើងចុច double click លើវាអញ្ចឹងអ្វីដែលយើងធ្វើនោះគឺយើងចុចកន្លែងនេះយើងចុចកន្លែង subscriber to sequence កន្លែងនេះយើងចុចមកហើយយើងយក create new បន្តមកទៀតយើងចុច done អញ្ចឹងនៅពេលដែលយើង create new វាចេញមកទម្រង់បែបនេះមាន3ជាទូទៅគឺមាន3អញ្ចឹង3ហ្នឹងយើងចង់ប្រើទាំង3ឬយើងចង់ថែមថយអីគឺយើងអាចថែមថយបានតាមចិត្តរបស់យើងដែលយើងតម្រូវការរបស់យើងឯងអញ្ចឹងណាហើយយើងអាចទាញឡើងលើចុះក្រោមអីរៀបចំទីតាំងរបស់យើងធ្វើឲ្យមកស្អាតរបស់យើងទៅរៀបចំបានអញ្ចឹងបន្ទាប់ពីយើងទាញរាយរៃរាប់អីហើយអស់ហើយកន្លែងនេះចាំតែយើងធ្វើហើយណាអញ្ចឹងកន្លែងនេះវាចេញមកកន្លែងនេះពាក្យ sequence ហើយយើងទាញភ្ជាប់មកហើយបើសិនលោកខាន់ថាអ្នកនរគ្នាអត់ចង់ប្រើអាកន្លែងអីគេចង់ double click កន្លែងហ្នឹងណាយើងក៏មានកន្លែងនេះដែរនេះខាងលើនេះ new sequence អញ្ចឹងខ្ញុំសូមលុបចោលមកមួយណាក៏បានដែរអ្នកនរគ្នាណាយើងយកកន្លែងនេះមកក៏បានដែរយកកន្លែងនេះទាញចូលមកក្រោមចេះមកដូចគ្នាប៉ុន្តែនៅពេលដែលយើងមើលអ្វីទៅធ្វើនេះយើងធ្វើកន្លែងទាញមកទាញភ្ជាប់កន្លែង sequence ណាអញ្ចឹងយើងត្រូវទាញភ្ជាប់ sequence ជាមួយនឹង message អញ្ចឹងមកទាញភ្ជាប់ដូចគ្នាអញ្ចឹងវាអត់ខុសពីកន្លែងដែលខ្ញុំចុច double click មិញទេហើយតោះមកយើងប្រៀបនេះកុំឲ្យជាន់គ្នាអញ្ចឹងវាអាក្រក់មើលយើងទាញមកប្រៀបមកអាហ្នឹងទៅវាជាន់គ្នាក៏វាអត់ error ដែរណាជាន់ដូចថាយើងជាន់លើអញ្ចឹងអត់ error តែគាត់ថាយើងមើលទៅវាពិបាកមើលនៅយើងពិបាករៀបចំអញ្ចឹងណាបន្ទាប់យើងទាញមកហើយយើងទាញជាប់ចេះហើយចាំឲ្យទៅធ្វើបន្ទាប់ទៀតយើងចូលកន្លែងនេះចុចលើពីរដងហើយកន្លែងនេះយើងដាក់ឈ្មោះមួយដែលយើងសម្គាល់ណាឥឡូវខ្ញុំដាក់អីគេខ្ញុំដាក់ home page
ខ្ញុំដាក់ home page follow up អញ្ចឹងទៅបាទកន្លែងនេះខ្ញុំដាក់ឈ្មោះសម្គាល់ដាក់ឈ្មោះដាក់ទៅដាក់សម្គាល់ខ្លួនឯងណាអញ្ចឹងនេះខ្ញុំដាក់មួយ home page follow up ណាហើយបន្តមកទៀតកន្លែងនេះគឺខ្ញុំជ្រើសtime អញ្ចឹង time នេះយើងអាចបើមិនសាំញ៉ាំយើងដាក់0:00ទៅមានថាយើងចាប់ផ្ដើមឲ្យតែអ្នកឆាតម៉ោង00ហើយយើងនឹងបញ្ចប់ម៉ោង24ចេះយើងធ្វើការផ្ញើសារទៅឲ្យគេទៅអញ្ចឹងមានន័យថាយើងអាចធ្វើការផ្ញើសារទៅគេ24ម៉ោងពេញម៉ោង24ម៉ោងណាហើយអា24ម៉ោងចាំតិចខ្ញុំលំអត់តាមក្រោយ24ម៉ោងស្អីគេហើយបន្តមកទៀតកន្លែង time zone នេះយើងជ្រើសរើសយកភ្នំពេញមកកន្លែងចុចលើនេះហើយយកភ្នំពេញកន្លែង time zone មានន័យថាវាផ្ទៀងផ្ទាត់នៅក្នុង system បើសិនជា page របស់អ្នកនរគ្នាឬក៏អ្នកនរគ្នា check យកថានៅក្នុងប្រទេសកម្ពុជាយើងនឹងផ្ទៀងផ្ទាត់ម៉ោងនេះឥឡូវម៉ោង11អ្នកនរគ្នាម៉ោង11ដែរប៉ុន្តែអ្នកនរគ្នាហៅច្រឡំវាអត់ធ្វើការនៅទីឥឡូវម៉ោង11នៅយើងមិនតានៅដូចថានៅអាមេរិកអីហ្នឹងយើងម៉ោង11ព្រឹកម៉ោង11យប់អញ្ចឹងគេនៅស្មើ11ព្រឹកទេអញ្ចឹងដល់ពេលវាអត់ធ្វើការទេអញ្ចឹងឥឡូវនេះយកភ្នំពេញមកហើយបន្ទាប់នេះយើងយកខាងក្រោមគេមកយកណាន promote description កន្លែងនេះមកណាហ្នឹងហើយតែយើងរើសប៉ុណ្ណឹងចប់អញ្ចឹងយើងរើសប៉ុណ្ណឹងចប់មកហើយយើងចុចដានអញ្ចឹងកន្លែងនេះវាអញ្ចេញព័ត៌មានលម្អិតឲ្យយើងឲ្យថាម៉ោងយើង start គឺម៉ោង00ហើយនៅតាមខ្លួនយើងភ្នំពេញហើយ message របស់យើងគឺ nan promote ហ្នឹងហើយអញ្ចឹងកន្លែងនេះបន្ទាប់មកហើយកន្លែងនេះមាន3អញ្ចឹងមាន3នេះគឺមានន័យថាម៉េចមានន័យថាបញ្ញាប់សម្រាប់ផ្ញើសារទៅភ្ញៀវនៅពេលដែលគាត់ឆាតមកយើងបានរយៈពេលប្រហែលម៉ោងយើងធ្វើការផ្ញើទៅគាត់អញ្ចឹងយើងកុំតាន់ខ្វល់ពីផ្សេងៗខ្ញុំចុចលើមួយនេះមកចំណោម3ហ្នឹងអ្នកនរគ្នាចុចមួយណាក៏បានដែរកន្លែងហ្នឹងណាហ្នឹងហើយយើងធ្វើម្ដងមួយទៅអញ្ចឹងខ្ញុំ10 click លើនេះមួយមុនអញ្ចឹងមានថាខ្ញុំធ្វើការលើមួយនេះចុចលើវា2ដងបន្តមកទៀតនៅក្នុងមាន2មានpromotional នេះកន្លែងនេះមានតែយើងធ្វើការផ្ញើសារទៅគេក្រោម24ម៉ោងឬក៏អំឡុងពេល24ម៉ោងកន្លែងនេះណាចឹងបើសិនជាយើងចង់ធ្វើការផ្ញើសារទៅគេក្នុងអំឡុងពេល24ម៉ោងយើងបើកនេះមកហើយបើសិនជាក្នុងលក្ខខណ្ឌថាយើងធ្វើការដល់ជាប្រចាំថ្ងៃហើយថាពី3 4ថ្ងៃម្ដងហើយហ្នឹងយើងបើកនេះមកអញ្ចឹងពីហ្នឹងយើងបើកមួយបិទមួយឯងអញ្ចឹងយើងយកមួយណាបើកមួយហ្នឹងអញ្ចឹងដំបូងខ្ញុំសូមបើកមួយនេះសោះមួយនេះណាចឹង basic មិនចឹងកន្លែងនេះមាន1នាទី5នាទី15នាទីរហូតដល់23ម៉ោងប៉ុន្តែបើយើងបើកកន្លែងនេះយើងបើកអញ្ចឹងយើងមានមួយថ្ងៃពីរថ្ងៃរហូតដល់30ថ្ងៃអញ្ចឹងវាជាជំរើសហើយយើងយកមួយណាក៏បានប៉ុន្តែឥឡូវខ្ញុំសូមបង្ហាញលើកន្លែងនេះសិន24ម៉ោងសិនហើយបន្ទាប់មកខ្ញុំselectយក1នាទីកន្លែងនេះហើយខ្ញុំចុចដានសិនខ្ញុំសូមបញ្ចូលបន្ថែមបន្តិចកន្លែងនេះគឺមានន័យថាយើងឲ្យអតិថិជនដែលផ្ញើសារមកយើងណាពីម៉ោង00ដល់ម៉ោងទី24ក្នុងចន្លោះម៉ោងហ្នឹងមាន24ម៉ោងហ្នឹងណាបន្ទាប់ពីគាត់បានផ្ញើសារមកយើងហើយយើងនឹង1នាទីក្រោយផ្ញើសារទៅគាត់វិញតែយើងអត់ខ្វល់គាត់សួរអីទេគាត់ចុចអីទេដល់1ម៉ោង1នាទីក្រោយធ្វើការផ្ញើសារទៅគាត់វិញហើយទាក់ទងជាមួយការផ្ញើសារហ្នឹងទៀតសួរថាចង់ផ្ញើសារជាអីគេយើងចង់ផ្ញើជាអីគេក៏បានដែរនៅក្នុងមួយមុខងារទាំងអស់នេះមានរូបភាពមានជាអក្សរមានជាសំឡេងមានជាវីដេអូមានជាcross-sell ផ្សេងៗយើងអាចផ្ញើសារបានទាំងអស់នៅក្នុងហ្នឹងណាអញ្ចឹងឧទាហរណ៍ថាឥឡូវបាន1នាទីក្រោយខ្ញុំចង់ផ្ញើសារជាអក្សរមួយអញ្ចឹងខ្ញុំទាញជាអក្សរហ្នឹងមកហើយតទៅទៀតខ្ញុំភ្ជាប់ដូចគ្នាដដែលនឹងដូចគ្នាយើងបង្កើតអាមុនចឹងអ្នកនរគ្នាយល់ទេណាដូចអាមុនចឹងអត់ខុសគ្នាទេដូចគ្នាបែបបាត់អត់ខុសទេហ្នឹងហើយខុសគ្នាទៅគាត់មុខងារនេះចឹងគាត់របៀបបង្កើតចង់ផ្ញើសារជាអីយើងប្រើមុខងារទាំងអស់ហ្នឹងយកមកដាក់មកអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំដាក់អីគេខ្ញុំដាក់សួស្ដីយើងសរសេរមកណាយើងសរសេរពាក្យពេចន៍អីដែលយើងចង់សួរគេទៅអញ្ចឹងណាអញ្ចឹងខ្ញុំដាក់សួស្ដីបងហើយបន្ទាប់មកខ្ញុំដាក់វងកញ្ចក់ដាក់1នាទីអញ្ចឹងទៅអានេះអ្នកនរគ្នាមិនដាក់តាមខ្ញុំ1នាទីអញ្ចឹងណាយើងដាក់មកថាសួស្ដីបងមុនហ្នឹងឃើញបងតាក់ទងមកក្នុង page ពួកយើងតែខាង page ខ្ញុំ page របស់ខ្ញុំមានលក់អញ្ចេះ1អញ្ចេះ2តែបងមានប្រយោជន៍ជួយបានជាមួយ1អញ្ចេះ2អញ្ចឹងទៅយើងអាចរៀបចំរៃរ៉ាប់តាមហ្នឹងទៅអញ្ចឹងណាហើយបន្តមកទីនេះខ្ញុំចង់ដាក់ជារូបភាពហើយខ្ញុំចង់ដាក់ជារូបភាពទាញជារូបភាពយកមកដាក់ទៀតមកបានដាក់ជារូបភាពហ្នឹងហើយហើយតបមកខ្ញុំដាក់រូបភាពចូលមកទាញរូបភាពយកមួយរូបភាពមួយណាចង់បានយើងដាក់រូបភាពចូលទៅនឹងហើយតមកទៀតយើងចង់ឲ្យមាន typing យើងបើកអញ្ចឹងទៅយើងអាចដាក់បានណាឥឡូវខ្ញុំសូមបង្ហាញ1នាទីសិនខ្ញុំដាក់តែ1នាទីណាហើយខ្ញុំសូមលុបពេលនេះចោលសិនខ្ញុំសូមលុបចោលសិនបាទអញ្ចឹងខ្ញុំដាក់ប៉ុណ្ណេះអញ្ចឹងខ្ញុំសូមធ្វើការ save មួយសិនហ្នឹងហើយអញ្ចឹងបន្តមកខ្ញុំចូលទៅតែថាវាមុខងារដំណើរការឬអត់ណាហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំដោយសារតែកន្លែងនេះមិញគឺខ្ញុំដាក់ប៊ូតុង get start នៅក្នុង get start ណាអញ្ចឹងតើតែ user ហ្នឹងគាត់បានចុចដល់កន្លែង get start ឲ្យវាធ្វើការ
អញ្ចឹងខ្ញុំចូលលុបអានេះវិញម្ដងទៀតខ្ញុំលុបសិនខ្ញុំលុបរបស់យើងបាទហើយបន្តបានទៀតយើងចុចលើនេះget start មកអញ្ចឹងនៅពេលដែលយើងចុច get start មកឃើញថា system របស់យើងនឹងចាប់គាត់បានហើយរយៈពេល1នាទីវានឹងធ្វើការផ្ញើសារគេ follow up ដោយចេញតម្រងបែបនេះអធិស្ឋានខ្ញុំចេញតម្រងបែបនេះនៅពេល1នាទីក្រោយយើងចេញអីគេសួស្ដីបងដាក់ខ្ញុំដាក់1នាទីហើយបន្ទាប់មកខ្ញុំដាក់រូបភាពហ្នឹងហើយអញ្ចឹងតើតងជាមួយម៉ោងនេះវាអាចខុសគ្នាបន្តិចតួចវាអាចខុសគ្នាតាម server របស់យើងមួយដែរតាមអ៊ីនធឺណិតដែរអញ្ចឹងវាអាចខុសគ្នាពី1នាទីមែនតើប៉ុន្តែវាសាច់ជាក់ស្ដែងវា1នាទីវាអាចលឿនណាស់អញ្ចឹងណាអាចប្រហែលជាខ្ទង់3ទៅ4នាទីដែរអញ្ចឹងតើតងមួយមុខងារនេះខ្ញុំសូមបញ្យល់បន្ថែមបន្តិចតើតងមួយមុខងារនេះណាជាទូទៅនៅពេលដែលយើងចូលក្នុង page របស់យើងចេះក្នុង page របស់យើងណាអញ្ចឹងជាធម្មតានៅពេលដែលភ្ញៀវគាត់បានឆាតមកយើងចេះឃើញថា page របស់យើង auto reply មែនអត់ auto reply ប៉ុន្តែបើសិនលោកកាន់ថាភ្ញៀវគាត់អត់មានចុចលើប៊ូតុងណាមួយទេអញ្ចឹង page យើងឬក៏ page ទូទៅអត់មានឆ្លើយតបមួយភ្ញៀវបានទេមានតែបើសិនជាមនុស្សយើងអត់ទៅឆ្លើយតបមួយភ្ញៀវគឺអត់មានអ្នកទៅឆ្លើយតបមួយគាត់ទេអញ្ចឹង page របស់យើងនឹងមកមានតែគេ follow up គាត់មានតែយើងអត់មានតែគេផ្ញើសារដាស់តឿនគាត់អញ្ចឹងណាហើយជាទូទៅអ្នកនរគ្នាដឹងស្រាប់ហើយនៅពេលដែលយើង boost page យើង boost គេក៏ boost ហើយជាក់ស្ដែង Facebook រុញaudience របស់យើងហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំលក់អាវអញ្ចឹងបើសិនជាមាន user ផ្សេងគាត់ផាងផ្សេងគាត់លក់អាវដូចគ្នាបន្ទាប់មកភ្ញៀវរបស់យើងគាត់ឃើញហាងរបស់យើងគាត់ពេញចិត្តនឹងយើងហើយអញ្ចឹងគេថាគាត់ចុចមើលវីដេអូរបស់យើងអីចេះមកចេះពីរ Facebook វានឹងរុញទៅឲ្យអា page ផ្សេងៗដែលលក់អាវដូចយើងដែរហ្នឹងរុញឲ្យ user មួយហ្នឹងគាត់មើលឃើញដែរភ្ញៀវមួយហ្នឹងមើលឃើញដែរអញ្ចឹងមានថាគ្រាន់តែគាត់មើលវីដេអូយើងមួយភ្លាម Facebook នឹងរុញហាងកៅអៅដូចគ្នាហ្នឹងទៅឲ្យ user នឹងឃើញភ្លាមតែម្ដងហើយហ្នឹងអាស្រ័យទៅលើទឹកលុយគេ boost អញ្ចឹងទៅហ្នឹងហើយអញ្ចឹងនៅពេលដែលយើងរុញនៅពេលដែល Facebook user គាត់ឃើញអញ្ចឹងគាត់នឹងមិនឃើញ page ផ្សេងទេអត់អញ្ចឹងនៅពេលគាត់ឃើញគាត់នឹងឆាតជាមួយ page ផ្សេងមែនទេអញ្ចឹងអា page ដែលគាត់ឆាតជាមួយយើងហ្នឹងយើងនឹងនៅខាងក្រោមគេមែនអត់អញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងដូចគ្នា page របស់យើងហ្នឹងបើសិនជាលោកថាយើងជា admin យើងអត់បានឆ្លើយតបជាមួយភ្ញៀវឬក៏យើងអត់បាន follow up ភ្ញៀវទេ page យើងដឹងតែអូតូម៉ាទិកគឺយើងនៅខាងក្រោមគេ page អ្នកគេថ្មីគឺនៅខាងលើគេហើយអញ្ចឹងណាហើយសំពេលខ្លះគេ boost យក response message ខ្លាំងជាងយើងទៀតអា page យើងកាន់តែបាត់ទៅមិនដឹងទៅដល់លំដាប់ទីប្រមាណទេអញ្ចឹងទៅយើងក៏មានមុខងារមួយសម្រាប់ធ្វើការកំណត់ធម្មតាភ្ញៀវនៅពេលដែលគាត់ឃើញផលិតផលយើងមួយហើយតែគាត់មើលឲ្យ Facebook នឹងរុញទៅ page ផ្សេងអញ្ចឹងគាត់នឹងអាចឆាតទៅសួរគេគាត់មិនអាចថាវាមិនដែលមានភ្ញៀវណាឆាតមកយើងតែមួយហើយអត់ឆាតទៅ page ផ្សេងទេព្រោះឃើញព្រោះឥឡូវគាត់កំពុងចង់បានហ្នឹងហើយបើមានផលិតផល page ផ្សេងទៀតមកដល់គាត់មិនចុចសួរសិនមែនទេអញ្ចឹងទៅយើង page យើងអត់បានឆ្លើយ page យើងអត់បានផ្ញើសារទៅគេមិនបាត់នេះគឺជាលក្ខណៈពិសេសហើយអញ្ចឹងបើសិនជា page គេអត់បានឆ្លើយតបទេpage គេបានភ្ជាប់មួយ system ទេ page គេឆ្លើយតបហើយបាត់ដូចគ្នាអញ្ចឹងប៉ុន្តែយើងអាចនឹងមានភាគរយឡើងទៅលើវិញដោយសារតែយើងបានផ្ញើសារទៅគេនេះអញ្ចឹងយើងរងចាំបន្តិចឃើញថានេះផ្ញើសារមកហើយមែនអត់នេះផ្ញើសារមកហើយមិញខ្ញុំអត់មានធ្វើអីណាខ្ញុំបានធ្វើអីទេគឺកន្លែងនេះមុខងារកន្លែងនេះវាផ្ទៀងផ្ទាត់ថានៅពេលដែលភ្ញៀវគាត់ឆាតមកយើងនេះចុច get start នេះចុច get start នេះបាន1នាទីក្រោយហ្នឹងវាធ្វើការផ្ញើសារទៅគេដាស់តឿនទៅគេដោយអូតូម៉ាទិកតែម្ដងកន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះខ្ញុំសូមឧទាហរណ៍ថាឥឡូវខ្ញុំចង់ដាក់អីគេចង់ដាក់ផ្សេងពីហ្នឹងទៀតកន្លែងនេះឧទាហរណ៍ចេះមួយទៀតមកខ្ញុំ duplicate វាក៏បានដែរឬក៏អ្នកនរគ្នាចង់ទាញវាចេះក៏បានដែរចេះយើងទាញតម្លាក់ចូលចេះមកក៏បានដែរអញ្ចឹងណាអធិស្ឋានខ្ញុំទាញតម្លាក់ចេះមកទៀតមកក៏បានដែរដូចគ្នាទេណាហ្នឹងហើយអញ្ចឹងអានេះរបៀបយើង duplicate យើងគ្រាន់តែមកស្ដាំវាពាក្យ clone មកបានហើយអញ្ចឹងនៅក្នុងហ្នឹងមិញហ្នឹងខ្ញុំដាក់អីថាបើសិនជាភ្ញៀវគាត់ឆាតមកខ្ញុំរយៈពេល1នាទីខ្ញុំធ្វើការផ្ញើសារទៅគាត់អញ្ចឹងខ្ញុំដាក់មួយទៀតឡងពេលមិននាទីដាក់5នាទីបន្ថែមទៀតហ្នឹងហើយ5នាទីហើយខ្ញុំទាញជាប់ចេះមកហ្នឹងហើយតទៅទៀតខ្ញុំដាក់អានេះមកខ្ញុំ clone មកវា clone ស្វែងយើង copy ណាតែយើង save តែយើងអាច clone អញ្ចឹងមកហ្នឹងហើយតមកខ្ញុំដាក់នេះខ្ញុំដាក់5នាទីម្ដង5នាទីណាបាទហើយបន្តមកទៀតខ្ញុំចង់ដាក់អីគេខ្ញុំដាក់សារជាសលេងវិញអញ្ចឹងខ្ញុំទាញមកដាក់សារជាសលេងវិញអញ្ចឹងទៅបានតាមចិត្តដែលយើងចង់បានហ្នឹងហើយយើងចង់អាប់ឡូតសំឡេងយើងចូលមក
bạn hai dânធ្វើការ sale មកហ្នឹងហើយតមកយើងធ្វើការ sale ម្ដងទៀតហើយយើងទៅចូលទៅតែម្ដងទៀតកន្លែងនេះខ្ញុំសូមលុបហើយខ្ញុំសូមតែម្ដងទៀតហើយបន្តអញ្ចឹងខ្ញុំជួបអ្នកនរគ្នាបន្ថែមទៀតតាមមូលហេតុអីយើងគួរតែប្រើមុខងារហ្នឹងអញ្ចឹងយើងចុច get start មកហ្នឹងហើយអញ្ចឹងអ្នកនរគ្នាយើងអត់ខុសទេមានន័យថានៅពេលដែលជាទូទៅអ្នកនរគ្នាធ្លាប់ឆាតចូលក្នុង page ក្នុងគណនីយើងនៅគណនីយើងនៅពេលដែលឆាតទៅថាខ្ញុំឆាតចូល page ទី1អា page ហ្នឹងនៅលើគេប៉ុន្តែដល់ពេលខ្ញុំឆាតចូល page ទី2អា page ទី1អា page ទី2ហ្នឹងគេនឹងនៅលើយើងឯងមែនទេអញ្ចឹងលេខរៀងរបស់យើងកាន់តែធ្លាក់ទៅខាងចុះក្រោមទៅឯង page របស់លេខរៀងរបស់យើងណាអញ្ចឹងឧទាហរណ៍ខ្ញុំសូមកន្លែងនេះអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាឥឡូវអានេះខ្ញុំសូមធ្វើការឆាតខ្ញុំឆាតទី1តមកខ្ញុំឆាតទី2ខ្ញុំឆាតទី3ទី4ទី5អញ្ចឹងទៅចុះនៅពេលដែលមានគេឆាតមកខ្ញុំឬក៏ខ្ញុំឆាតទៅគេច្រើនអាលេខរៀងដែលខ្ញុំឆាតហ្នឹងมันទៅធ្លាក់ចុះក្រោមធ្លាក់មិនដឹងធ្លាក់ដល់ណាដល់ណីមែនទេហើយដល់ពេលទៅឆាតនឹងបាត់អាហ្នឹងយើងសមស្របជាមួយនឹងគេមិនចាំឈ្មោះ page យើងទៀតគេប្រកាសជារត់គេមានទៅឈ្នះណាទៅអង្គុយ scroll រក page របស់យើងឧទាហរណ៍សិនជាភ្ញៀវហ្នឹងគាត់ចង់បានអាវហ្នឹងប៉ុន្តែគាត់តែមួយថ្ងៃហ្នឹងគាត់ឆាតទៅគេឡើង10ទៅ20 page គាត់មានពេលណាទៅមក scroll រក page របស់យើងហ្នឹងវិញអញ្ចឹងវាពិបាកអញ្ចឹងជាទូទៅដែលខ្ញុំដាក់មុខងារនេះឲ្យអ្នកនរប្រើហ្នឹងគឺវាអត្ថប្រយោជន៍កន្លែងហ្នឹងទី1យើងអាចតែកំណត់ថានៅពេលដែលភ្ញៀវគាត់ឆាតមកយើងហើយរយៈពេលយើងអាចដាក់ថា1នាទីមិញទៅធ្វើការផ្ញើសារទៅគេវិញឬក៏5នាទីឬក៏1ម៉ោងឬក៏2ម៉ោងឬក៏3ម៉ោងឬក៏1ថ្ងៃ2ថ្ងៃអីគឺយើងអាចធ្វើការផ្ញើសារទៅគាត់ដោយអូតូម៉ាទិកតែម្ដងយើងអត់ពិបាកអីអញ្ចឹងយើងអត់ខ្វល់ថាអូតិចភ្ញៀវឆាតមកយើងអត់មានកិច្ចឆ្លើយតបមកគេឬក៏អត់មានគេ follow up ភ្ញៀវអីហ្នឹងគឺយើងអត់បាច់ចាំបាច់បារម្ភទៀតទេតែឲ្យតែគាត់ចូលមកឲ្យតែយើងបង្កើតត្រូវលក្ខខណ្ឌគឺយើងអាចដាក់បានគ្រប់លក្ខខណ្ឌទាំងអស់ហ្នឹងហើយមិនថាគេ comment មិនថាគេចូលតាម get start ឬមិនថាគេចូលតាមរយៈkeyword យើងអាចរៀបចំបានទាំងអស់ទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះដោយសារតែវាអត់ទាន់ដល់នាទីដែលវាធ្វើការផ្ញើសារមកអញ្ចឹងដល់ពេលដល់នាទីវាធ្វើការផ្ញើសារមកយើងហើយហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំដើម្បីកុំឲ្យខាតពេលខ្ញុំចូលបញ្យល់អ្នកនរគ្នាបន្ថែមឯងបន្តិចអញ្ចឹងកន្លែងនេះគឺមានន័យថានៅពេលដែលយើងចុចកន្លែងនេះណាកន្លែង1នាទីនេះគឺមានន័យថានៅពេលដែលភ្ញៀវគាត់ឆាតមកអញ្ចឹង system យើងនឹងធ្វើការថានៅពេលដែលភ្ញៀវគាត់ចុចប៊ូតុង get start ដល់1នាទីក្រោយយើងធ្វើការផ្ញើសារគាត់ទៅទម្រង់បែបនេះអ្នកនរគ្នាមិនមែនដាក់បានទម្រង់ប៉ុណ្ណឹងទេណាយើងអាចដាក់បានច្រើនយើងចង់ដាក់សារជាសំឡេងផងដាក់ជាវីដេអូផងដាក់ជាការ feedback អីផ្សេងដាក់បានជាធម្មតាភ្ញៀវគាត់សួរមកយើងហើយសួរយើងអត់ទាន់បានអីហោះឬក៏យើងតោះផ្ដល់ព័ត៌មានចាប់អញ្ចឹងមុនជា2ទៅកន្លែងនេះយើងអាចដាក់ថា1នាទីឬ5នាទីក្រោយដាក់ការ feedback ឲ្យភ្ញៀវអញ្ចឹងទៅដើម្បីជំរុញទឹកចិត្តគាត់ឲ្យគាត់ឃើញថាអូផលិតផលយើងមានការ feedback បានល្អជាមួយជា2យើងអាចបានអញ្ចឹងនៅកន្លែងនេះខ្ញុំសុំមក10មកคลิกបន្ថែមទៀតអញ្ចឹងខ្ញុំ10คลิกមកអញ្ចឹងសូមបញ្ជាក់កន្លែងនេះគឺយើងមាន2ជំរើសទី1បើសិនយើងលក្ខខណ្ឌថាយើងចង់ផ្ញើជានាទីចង់ជាម៉ោងទេគឺយើងបើក24ម៉ោងជាម៉ោងអញ្ចឹង select មកវាមាននេះមាន1នាទី5នាទី15នាទីមាន1ម៉ោង6ម៉ោងពី10ម៉ោង22 23ម៉ោងអញ្ចឹងទៅអញ្ចឹងម៉ោងនោះគឺផ្ទៀងផ្ទាត់នៅពេលដែលភ្ញៀវគាត់ឆាតមកយើងហើយនៅពេលដល់ម៉ោងវាគឺយើងធ្វើការផ្ញើសារទៅគេដែលអូតូម៉ាទិកតែម្ដងហើយឬក៏អ្នកនរគ្នាថាអត់ទេខ្ញុំអត់ចង់ដាក់ម៉ោងខ្ញុំចង់ដាក់ថ្ងៃក៏បានដែរយើងឆាតមកយើងដាក់ប្រហែលរយៈពេលគាត់ឆាតមកយើងហើយរយៈពេលប្រហែលថ្ងៃ1ថ្ងៃឬក៏2ថ្ងៃឬក៏3ថ្ងៃ4ថ្ងៃ1ខែក៏យើងអាចដាក់បានដែរប៉ុន្តែតើតើមួយមុខងារនេះគឺយើងអាចធ្វើបានម្លងពេលតែមួយខែយ៉ាងយូរបំផុតគឺបានតែមួយខែទេ maximum ណាជាគោលការណ៍របស់ Facebook ដែលបានអនុញ្ញាតឲ្យតាឆាត AI អាចប្រើបានអញ្ចឹងខ្ញុំសូមឧទាហរណ៍អញ្ចឹងឥឡូវខ្ញុំដាក់1នាទីអញ្ចឹងឥឡូវខ្ញុំសូមបង្កើតមួយទៀតខ្ញុំសូមដាក់ flow មួយទៀតអញ្ចឹងខ្ញុំទាញ flow មកនេះ flow ថ្មីណាចុចមួយទៀតអានេះខ្ញុំយក daily វិញដាក់មករយៈពេលប៉ុន្មានឧទាហរណ៍ថាខ្ញុំដាក់មួយទឹកក្រោយទៅអញ្ចឹងខ្ញុំដាក់មកចុចដានប៉ុចហើយយើងចង់ផ្ញើសារគេទីតែបើសិនចង់ផ្ញើអញ្ចេះដែរទាញជាប់អញ្ចេះទៅក៏បានដែរមានថា5នាទីក៏បាន7ថ្ងៃក៏ផ្ញើសារទៅអញ្ចឹងដែរប៉ុន្តែខ្ញុំអត់ recommend អ្នកដាក់ត្រាទេកុំឲ្យធុញអញ្ចឹងយើងដាក់ផ្សេងដាក់ជាវីដេអូឬដាក់ផ្សេងអញ្ចឹងទៅឬក៏យើងចង់ដាក់អីគេជាវីដេអូទីវីដេអូយើងដាក់មកហើយអាប់ឡូតវីដេអូចូលខ្ញុំតែសារខ្ញុំអត់មានវីដេអូអញ្ចឹងខ្ញុំសូមអត់ដាក់មកទៅឬក៏ចង់ផ្ញើការជាសលេងសតក៏បានដែរយើងទាញអញ្ចឹងមកយើងទាញសលេងយើងដាក់ចូលមកចេះមកហើយយើងអាប់ឡូតសំឡេងយើងចូលទៅបានតាមចិត្តរបស់យើងតែម្ដងអញ្ចឹងណា
ហ្នឹងហើយអញ្ចឹងតើតងជាមួយការ follow up ហ្នឹងគឺយើងនឹងរៀបចំបែបហ្នឹងអញ្ចឹងហើយតើតងជាមួយមុខងារហ្នឹងដែរគឺយើងអាចប្រើ sequence ហើយអ្នកនរគ្នាចំណាំមើលឲ្យតែមានពាក្យខាងកតុយនេះខាងកតុយរបស់វាមានពាក្យ sequence គឺអាចទាញភ្ជាប់បានហើយចឹងនៅក្នុងហ្នឹងនៅខាងហ្នឹងយើងដាក់នៅក្រោមនឹងបានយើងដាក់នៅលើនេះទូទៅគឺយើងមានកន្លែងលើ get start លើ start flow ហ្នឹងឯងជាទូទៅគឺយើងត្រូវមានកន្លែងហ្នឹងឯងអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការ save ទៅហើយចូលមក take តិចមើលហ្នឹងហើយនេះដោយសារតែឥឡូវយើងយូរតិចហ្នឹងហើយអញ្ចឹងតើតងជាមួយការដែលយើងរៀបចំហ្នឹងគឺយើងរៀបចំអញ្ចឹងណាហើយមួយទៀតអ្នកនរគ្នាឆ្ងល់ថាចុះមិញខ្ញុំបង្កើតមិញអីគេការដាក់ get start ហ្នឹងចុះគេ comment ឬក៏គេមកកន្លែង keyword នេះធ្វើមិនដំណើរការបានអញ្ចឹងកន្លែងហ្នឹងគឺយើងចូលមក edit មកអ្វីហ្នឹងយើងចូលមកចេះអ្វីហ្នឹងយើងបង្កើតឲ្យមិនអត់យើងដាក់ flow វាឈ្មោះគេhome page follow up អញ្ចឹងឥឡូវហ្នឹងខ្ញុំចង់ឲ្យនេះflow ទាំងអស់នេះflow ដែលខ្ញុំបានបង្កើតទាំងអស់នេះធ្វើការដែរអញ្ចឹងដើម្បីធ្វើការបានតើយើងចូលទៅកំណត់វាសិនណាអញ្ចឹងខ្ញុំចង់ឲ្យគេបើសិនតែគេ comment ក៏ខ្ញុំធ្វើការ follow up ដែរអញ្ចឹងចុចលើ edit មកចុច edit មកហ្នឹងហើយចុចលើ edit ហើយបន្ទាប់មកខ្ញុំចុចកន្លែងនេះឲ្យ start flow នេះណាពីរដងមកហើយបន្ទាប់មកយើងចុចមកចុចមកនេះចេញនេះឲ្យយើងបង្កើតមិញ home page follow up នេះរបស់យើងបង្កើតមិញនេះក្នុងនេះដែលយើងដាក់ខ្លួនឯងមិញសម្គាល់មិញហ្នឹងណាអញ្ចឹងយើងជ្រើសរើសអាហ្នឹងមកជ្រើសយកអាហ្នឹងយកមកដាក់ដែរមកអញ្ចឹងយើងចុច done ចេះមកចាំមានថាដើម្បីគេ comment មុខងារហ្នឹងក៏វាធ្វើការដែរអាហ្នឹងលក្ខខណ្ឌទី1ប៉ុន្តែអ្នកនរគ្នាថាទេខ្ញុំដូចអត់ចង់អញ្ចឹងទេខ្ញុំចង់ថាបើសិនជាភ្ញៀវគាត់ចុច get start មិញខ្ញុំធ្វើការ follow up គេផ្សេងលក្ខខណ្ឌផ្សេងណាប៉ុន្តែបើសិនលក្ខខណ្ឌភ្ញៀវគាត់ comment ខ្ញុំ follow up គេផ្សេងក៏បានដែរមិនចាំយកហ្នឹងមកហើយកន្លែងនេះណាអញ្ចឹងអ្នកនរគ្នាចង់អត់ដាក់ហ្នឹងឯងមិនបាច់ទេយើងយកញូតែមកយើងញូមកមានន័យថាយើងអត់យកមុខងារអានេះផ្ញើសារគេទេមុខងារ follow up នេះណាយើងអត់ចង់ទេយើងចង់ដាក់ flow ថ្មីចង់ដាក់ sequence ហ្នឹងថ្មីអត់ឲ្យជន់មកនេះទេក៏បានដែរជាជំរើសហ្នឹងណាអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតកន្លែងនេះបើសិនជាអ្នកនរគ្នាចង់យកមួយនេះមកប្រើដូចគ្នាបេះបត់ 100% តែម្ដងធ្វើការដូចគ្នា1នាទីហើយតបមកដូចគ្នាអញ្ចេះ5នាទីហើយ7ថ្ងៃហើយគេចង់ដាក់មួយខែយើងខ្លួនដាក់មួយខែអញ្ចេះមកយើងចង់ដាក់មួយខែក្រោយទៀតបានដូចគ្នាអញ្ចឹងទៅហ្នឹងហើយយើងដាក់អញ្ចេះមកហើយយើង10คลิก2ដងអញ្ចេះយក7 8ថ្ងៃឬមួយខែអញ្ចឹងទៅហើយយើងទីភ្ជាប់អញ្ចេះមកក៏បានដែរអញ្ចឹងហើយយើង save អញ្ចឹងមានថាលើ home page នេះមាន4លក្ខខណ្ឌយើងដាក់ណាលក្ខខណ្ឌទី1គេផ្ញើសារយើងបានមែនទេយើងធ្វើការផ្ញើសារគាត់នៅមុខបែបនេះលក្ខខណ្ឌទី2នៅពេលដែលយើងផ្ញើសារបាន7គេផ្ញើសារយើងបានរយៈពេល5នាទីយើងធ្វើការផ្ញើសារគាត់នៅក្នុងបែបនេះហើយទី3យើងអាចធ្វើការផ្ញើសារទៅគាត់នៅពេលដែលគាត់ផ្ញើសារយើងបានរយៈពេល7ថ្ងៃក្រោយយើងធ្វើការផ្ញើសារបែបនេះហើយកន្លែងនេះខ្ញុំសូមបញ្ជាក់ដែរវាមិនមែនធ្វើតែម្ដងទេថាក្នុងចំណោម3ហ្នឹងវាមិនមែនធ្វើតែមួយណាក្នុងចំណោម3គឺវាធ្វើតាមលេខរៀងហ្មងផ្ទៀងផ្ទាត់ដល់នាទីអានេះធ្វើការផ្ទៀងផ្ទាត់អានេះដល់នាទីនេះធ្វើការផ្ទៀងផ្ទាត់មកដល់ថ្ងៃនេះធ្វើការផ្ទៀងផ្ទាត់មកដល់ថ្ងៃនេះធ្វើការចឹងន័យថាវាធ្វើតាមលំដាប់ដែលយើងកំណត់លំដាប់ហ្នឹងមិនមែនលំដាប់លើក្រោមចេះណាមិនថានេះ1ចេះ2ចេះអានេះ5នាទីធ្វើការ1នាទីមិនមែនទេក្នុង system យើងចូល check មើលថាបើសិនជាអានេះតិចជាងមានថាណាទូចជាងធ្វើអាទូចមុនដល់នាទីអាទូចយើងធ្វើអាទូចមុនសិនអញ្ចឹងណាហ្នឹងហើយចឹងខ្ញុំសូមធ្វើការ save ហើយតមកទៀតខ្ញុំចុចកន្លែងនេះតាមកណានេះអាកន្លែង comment នេះខ្ញុំចុចលើ2ដងមកអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតអញ្ចឹងកន្លែងនេះយើងក៏នៅតែមានជំរឿនដែរក្នុងលក្ខខណ្ឌហ្នឹងបើសិនជាអ្នកនរគ្នាចង់យកflow up home page យកមកប្រើយើងcònចុចចេះមកចុចតាមចេះមកហើយយើងធ្វើការ save ទៅពេល save ហើយយើងចូលទៅ comment ទៅយើងនឹងទទួលបានការឆ្លើយតប comment ហើយយើងបានទទួលការ follow up បានដូចគ្នាអញ្ចឹងយើងនឹងធ្វើការ comment ហើយបន្តមកទៀតយើងទទួលបានការ follow up ដូចគ្នានៅពេលដែល user គាត់ comment ហ្នឹងហើយអញ្ចឹងបានដូចគ្នាអញ្ចឹងអត់ខុសគ្នាទេអញ្ចឹងបាទហើយមួយទៀតក្នុងលក្ខខណ្ឌហ្នឹងអ្នកនរគ្នាថាទេខ្ញុំដាក់ auto reply comment ហើយអញ្ចឹងខ្ញុំចង់ដាក់លើ keyword ទៀតដូចគ្នាចុចលើវា edit មកហើយយើងចូលទៅកែលើ start flow យើងនេះចេះមកហើយយើងទៅ select មកកន្លែង sequence យើងមិនដាក់អានេះហ្នឹងហើយដាក់ follow home page ហ្នឹងដាក់ទៅក្នុងហ្នឹងទៅវាឲ្យតែមានកន្លែងហ្នឹងដាក់កន្លែងហ្នឹងវាធ្វើការអញ្ចឹងណាចានេះខ្ញុំសូមបង្ហាញថាឥឡូវខ្ញុំអត់ចង់ដាក់ដូចគ្នាខ្ញុំចង់ដូរដាក់ sequence ហ្នឹងហើយ sequence ខ្ញុំដាក់ done ចេះមកអញ្ចឹងវានឹងចេញអា sequence ថ្មីឲ្យយើងហើយ sequence ថ្មីឯងអញ្ចឹងអ្នកនរគ្នាមានជំរឿនហើយណាយើងចង់ដាក់ sequence នឹងដូចគ្នាក៏បានចង់ដាក់ខុសគ្នាក៏បានដែរហ្នឹងហើយយើងទាញមកអញ្ចឹងមកហ្នឹងហើយបន្តទៀតចុច edit មក
cho nên cái nhưng đã ở follow up user cái follow up keyword chẳng cho thì họ này dân sẽ dùng có luôn anh từ ấy của bạn này hay start này cái dân show là nếu dân vô một phải buồn màu dân màu hay tham rủ nhân dục nồng pin trà đi phía trà chứ nên nghĩ hay ở thế dân vô khang còn cái thằng nó mất chuyện đạn mất hay tóm chuyện đập bật là ní dân vô mãn mà tí dân vô mà tí dân đạn mà là tí máu hay tóm mặt đán hay tỏ như trong đại trục hiệp mối đại trục hiệp mối đã cho man trên mất tiếp chọn chế mất hay dân đã rụt hiệp cho tới nâng ấy hay dân ra rụt mùa này trong đã tới hay dân sẽ chém mất hay xem tên tiết dân trong đã to tiết dân tiên là mất đặt mán trong ban và màn này tí đã quan năm tí tập hèm đậm tí tập hèm đậm tí cho má hay dân trong nhà ta chia sầm lấy trong chia so từ trong chia so cho hiệp chỉ bị tội xem xét dân tiên chia rụt đập cho tam thì tiên dân trong bán nào hay đạp màu tam vào trong bán đó này nơi dân ai rai rạp ở tam đại khang thì lớn trong nhà sa chịu tiếp hay trong nhà sa chia só dân ai tiên tiên tam chất trong mà dân trong đã tới hay dân trong đã bút tông trong đã khuyển reply trong đã xem xét như đã ban đằng sau lực liền chẳng chẳng vì ở chỉ vài ngày thì trong đã một cái bàn đàn chẳng này nâng ấy hay ở sau một tiết ấy cái nhưng sau một tiết nhưng đã chỉ ngày viên mong tết là giặt về và màn ngày dần tết con tay nào nên mà chăm rôn chăm được họ lấy sao ấy đã chỉ ngày chứ mai tê rồi nhưng thọ chọn năm pi ngày khỏi cho này nếu nhung còn là tí họ ao tầm là tí đa cả ở đa tới cứ ba này nên chân sale màu chẳng ấy thì chẳng những sale mắc ba này chân lại nếu nhung đại kế nhung đại follow up keyword cho nên bây giờ dân sale hai á dân cho món này không bọt bao giờ để dân ca được không bao giờ đi để dân chạy đấy mình dùng sai nhiều cho dân trả lời đi đặt comment ấy chuyện đầu việc mình chơi mà miền miền pi màu thì miền hồng phịch mỗi miền follow up keyword mỗi chân dân trong ai biết cả mùi nát cứ biết thua mùi năng từ chẳng ấy này chắc dân cho chẳng tới bên thua cả ở giờ ngành chắc mình thay user comment được có user quạt ban cho tam keyword cứ dân thua ca thằng ở màu chẳng ấy hay bà sân rồi lại can tha ở lấy nhóm miền tài niệm một follow up như nhưng trong cái nè cái áo cái mà lớn đi ba này là vì là trong cái nào hơi từ trăm thay dân thua được lại nát cái lại nâng cho mà sân nào cái nó gần start thua nó gần start nè ở cái rơi tại một cái nó không gần start này còn tay nó bây giờ ca nó chập hai xem là dựng mắm vô nó tập tá cứ biết thua ca được như tại mà đồ chẳng ấy này chẳng tới tôi mỗi cái này là sai dân rong cham hiện du mình tị chẳng tới tôi mỗi cái này nhôm xong tại hai tập còn năng sống có bao du vì tụi nó biết là vì ai thua ca sản vòng bán á chẳng nhôm xong sẵn khải tị ở tới tôi mỗi nó nông nắng là bây giờ dân bậc ca đã xích quan nắng ấy dân chẳng đạo là flow mùi na của bạn này flow mùi na của bạn mùi nắng ủa thì lợi dân hay flow nó cứ dân chẳng lại đầm nặng thôi mà flow mình mà xích quan mà flow mà xích quan này tan chất bao giờ của bạn này vì chơi chùm rồi hay nó nông nắng này nhưng chẳng đã ở xích quan nó về đẹp nhiều quạt cả món xe đấy đùa trong luật họ é nó xe đấy hay ở khi fly nó xe đấy giờ lại đã tan chất trong bao giờ tay mà đồ mình chẳng ấy hay tất to một flow nó cứ viết vào ca mùi để user một đòn năng đài theo user có chạy chờn đó có bia rock cho tầm một đòn này chẳng này nâng này thì chắc này học này ai tay bán cho một người đấy vì là thảo trở kháng này học này nhưng mà còn là hay cua tập ra group lại khả năng từ dừng ảnh ưu tiên hoặc lại đấy viên màn tập follow up nhiều tập quan nắng ở tiếp theo lấy dương đã flow năng hai tiếp theo lấy tiếp theo lấy dương lụa nam này kiếm lụa nam bấm pon sau hiệp bên trong thì hó này thì thòm đá nam dân lụa mà có bóng vào ban dạp về mặt khai chẳng chẳng dân có ai đạo lệ khai nó bán này nó về đập chiêu quạt bàn về chia tinh dân hay dân vào một người phô làm nắng nó về đập chiêu quạt chạm mà dân lòng về mặt khai khỏi dân xuống có đó bằng nam bóng vào chiếc đó hay tại bóng tại ca tinh tiệt đó nó có chỉ một nghe mùi này cho nên lôi mà còn đồ dân mà chán thua ca một không hay tiếng hai lưỡi dân thua ca đó một tông chia tình thì hó này nó nhom nông bền này ở đây bị viêm cà flow vì cả sập đang đột chậm nơi miền còn ta còn nên xong thì họ toàn đo lại flow nắng chắc là tiếng thay lưỡi nhom một cà flow cho vậy nhom bật cà lụa ấy đấy nhom thua ca nhà xa ta có đây nhưng đang thay chỉ tụ tới nhom nhai ván vì nhom tự đọc như một ngày đòn chắc nhom ai hiểu trong flow nó mát lại nếu nhom đạm một ngày mát
កន្លែង start នេះយើងដាក់ follow up ភ្ញៀវនៅពេលគាត់បានទិញហើយអញ្ចឹងទៅយើងបង្កើត flow ថ្មីអញ្ចឹងទៅខ្ញុំដាក់មួយថ្ងៃអញ្ចឹងវានឹងផ្ទៀងផ្ទាត់ទៅដល់ពេលមួយថ្ងៃក្រោយយើងធ្វើការផ្ញើសារសួរគេថាបងសួស្ដីបងតើបងបានទទួលអីវ៉ាន់នៅដល់ចឹងភ្ញៀវគេមានអារម្មណ៍អូ page នេះឬក៏ម្ចាស់ហាងនេះដូចមានសេវាកម្មល្អយកចិត្តទុកដាក់មកភ្ញៀវជាមុនជាពីរចឹងទៅទី1ទី2ឧទាហរណ៍ថាអីវ៉ាន់ហ្នឹងយើងឲ្យគាត់ប្រើសិនតែឥឡូវមួយថ្ងៃខ្ញុំ follow up គាត់ហើយជួបដល់នៅឯងគាត់ឆ្លើយបងជាមុនជាពីរចឹងទៅតទៅទៀតឧទាហរណ៍ឥឡូវ7ថ្ងៃក្រោយចង់ follow up គាត់សួរគាត់បងតើអីវ៉ាន់ហ្នឹងបងបានប្រើនៅមានគុណភាពមិនដែរវាថាប្រយោជន៍បងជាមុនជាពីរយើងអាចសួរគាត់ចឹងទៅគាត់មកប្រាប់យើងវិញអូអានេះខ្ញុំប្រើហើយបាន feedback ជាមុនជាពីរហ្នឹងក៏វាជាផុសតាងឬក៏វាជាល្អមួយសម្រាប់ថាជាផុសតាងយើងធ្វើចឹងបានទាំងផុសតាងផងហើយយើងបានទាំងភ្ញៀវគាត់ feedback មកវិញផងហើយយើងក៏ដឹងផលិតផលយើងថាប្រើទៅមានបញ្ហាអីឬក៏គុណភាពវាមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអាចរៀបចំអាហ្នឹងវាបានច្រើនទម្រង់វាមិនមែនថាបានតែលក្ខខណ្ឌ follow up ភ្ញៀវប៉ុណ្ណឹងយើងអាចស្រាយលើការរៀបចំរបស់យើងចង់ឲ្យវារៀបចំទម្រង់មួយណាអញ្ចឹងទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងតកតងជាមួយមេរៀននេះខ្ញុំសូមប៉ុណ្្នឹងសិនអញ្ចឹងបើសិនជាអ្នកនរមានចម្ងល់ឬមានសំណួរអីអាចសួរបានហ្នឹងហើយអរគុណច្រើន